ក្នុងកលៈទេសៈស្មារតីតែមួយការពីជាតិពីខ្មាំងសត្រូវអ្នកអង្គការលេងនវត្រាបែងចែកក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះសមរភូមិរៀបចំស្បៀងអាហារធ្វើត្រីងៀតគាំទ្រកងទ័ពនិងជនភៀសទឹកក្នុងកលៈទេសៈស្មារតីតែមួយការពីជាតិពីខ្មាំងសត្រូវអ្នកអង្គការលេងនវត្រាប្រធានសហព័ន្ធយុវជនបូជាការពីយុតិធធបានចាត់ក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខចុះប្រម៉ូសអំបោកផ្នែកប្រម៉ូធ្វើត្រីងៀតផ្នែកធ្វើឆៃពៅផ្នែកអង្ករនិងផ្នែកទទួលអំណោយពីសម្បរជនពីបងប្អូនប្រជាពលរដ្ឋដើម្បីយកទៅចែកជូនវីរៈកងទ័ពកំពុងឈរជើងការពារទឹកដីនៅបណ្ដោយព្រំដែននិងបងប្អូនប្រជាពលរដ្ឋភៀសទឹកដែលភៀសខ្លួនដោយសារសង្គ្រាមឈ្លានពានរបស់ថៃការចូលរួមរបស់ក្រុមយុវជនដឹកនាំដោយអ្នកអង្គការលេងនវត្រាធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្ដេចតេជោឧត្តមសេនីយ៍ផុតលេខតែមាស5ហ៊ុនសែនអគ្គភស្តុភារកម្ពុជាកងយុទ្ធពលខេមរៈភូមិន្ទគាំទ្រដល់កងទ័ពកម្លាំងគ្រប់ប្រភេទនិងជនភៀសទឹកនៅពេលជួបការលំបាកស្មារតីសាមគ្គីកាន់តែរឹងមាំការចូលរួមរបស់ក្រុមយុវជនគឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ